ជាទស្សនាដូចតទៅបាទជំនួបរបស់ក្រុមម្ចាស់ផ្ទះគិរីវង្សសុកសាន់ជ័យជាមួយនឹងក្រុមភ្ញៀវវិសាខានៅកីឡដ្ឋានគិរីវង្សការប្រកួតសប្តាហ៍ទី26នៃការប្រកួតជម្រើសជើងឯក Cambodian Premier League 2025-2026ដែលក្រុមម្ចាស់ផ្ទះគិរីវង្សសុកសាន់ជ័យប្រើប្រាស់ឯកសណ្ឋានពណ៌បៃតងមួយឈុតតែម្ដងហើយក្រុមភ្ញៀវវិសាខាដែលកំពុងឈរលើគេនៅក្នុងតំបន់ Bottom 5ប្រើប្រាស់ឯកសណ្ឋានពណ៌សមួយឈុតដាច់តែម្ដងអញ្ញាកណ្ដាលនៅភក្តីជាអ្នកកាត់សេចក្តីការប្រកួតនេះហើយយើងឃើញថាការប្រកួតរវាងក្រុមទាំងពីរមានភាពតានតឹងហើយក៏មិនសូវជាងាយរកឱកាសបាននោះដែរចំណុចនេះជាការតែតហើយសល់មួយជើងទៀតក៏មានការរារាំងនឹងការទាត់មិនចំបាល់ដែលអស់ឱកាសយ៉ាងណាក៏ដោយVictor Azikeក៏មានឱកាសមួយបាល់ដែរចង់ពេនយកមុំប៉ុន្តែហុលគឹមហ៊ុយគេនៅទីនោះស្រាប់សង្គ្រោះបានបន្តទៀតក៏យើងឃើញមានការលេងពីចំហៀងខាងឆ្វេងហើយក៏បញ្ជូនមកបាល់នេះធ្លាក់ផុតទីការប៉ុនប៉ងរបស់ឆេងម៉េងចំទីអាចនឹងពិបាកព្រោះថាបាល់នេះកោងមករកមុំតែម្ដងការបញ្ជូនទៅរកស្លាប់ខាងឆ្វេងឲ្យឆេងម៉េងផ្ទះមួយផុតមើលឃើញណូរ៉ាមានចន្លោះល្អក៏បញ្ជូនឲ្យណូរ៉ាមិនទុកទេគឺទាត់យកតែម្ដងធ្វើបាល់នេះកោងប៉ះដៃរបស់អ្នកចាំទីបន្តិចដែរតែទប់មិនជាប់ទេនៅតែចូលទីបាន1-0នៅក្នុងវគ្គទី1មិនមានគ្រាប់បាល់បន្ថែមទៀតនោះទេវិសាខានាំមុខលើក្រុមម្ចាស់ផ្ទះគិរីវង្សសុកសាន់ជ័យនៅក្នុងវគ្គទី2មានការផ្លាស់ប្ដូរកីឡាករហើយក៏ផ្លាស់ប្ដូរអាជ្ញាកណ្ដាលផងដែរលោកនៅភក្តីមានបញ្ហាក៏បដូរចេញឲ្យលោកឆនបញ្ញាជាអ្នកកាត់សេចក្តីជំនួសការតែទៅវិញទៅមកត្រង់នេះឲ្យមួយជើងសម្ដៅទីដោយឆេងម៉េងសង្គ្រោះបានដោយអ្នកចាំទីស៊ូសូវ៉ានីតត្រង់នេះចំហ offside របស់រីលីផេងពីការបញ្ជូនបាល់ហោះស្រាលដោយអែមឈុំស៊ីដេតចំណែកឯត្រង់នេះវិញជាការបន្ថែមហើយក៏ចំហ offside ដូចគ្នាកីឡាករ Paule Ivelcha បន្ទាប់ពីបន្តការបញ្ជូនដោយ Lucas Nascimento ត្រង់នេះ Nora បង្កើតបានគ្រាប់បាល់ទី2របស់ខ្លួននិងជាគ្រាប់បាល់ទី2របស់វិសាខា Paule Ivelcha លូកជើងតែមិនជាប់ប៉ុន្តែលេង Nora នៅចុងគេបង្អស់មិនមានអ្នកតាមបិទនោះទេផ្ដួលខ្លួនពេនបញ្ចូលទីគ្រាប់ទី2របស់ខ្លួននិងជាគ្រាប់ទី2របស់វិសាខាត្រង់នេះការប៉ុនប៉ងរបស់កក្កដាពីលើដំបូលទូកក្កដាពូកែទាត់បាល់បែបនេះមិនហោះខ្ពស់ទេតែស្រួចដែលយ៉ាងណាក៏ដោយបាល់នេះបុកបង្គោលទីទៀតចេញក្រៅហើយរីលីផេងក៏រកបានមួយគ្រាប់វិញតាមរយៈការបញ្ជូនរបស់ហងដាលីតែទៅរកមុំដោយប្រធានក្រុមសាមអែលអូហ្វូរីហើយកីឡាកររីលីផេងរត់មកដល់បាល់ត្រង់នេះការបញ្ជូនទៅវែនស្អាតណាស់ការបញ្ជូនរបស់អុកសវណ្ណធ្លាក់ទៅគឺរត់មកពេនបញ្ចូលទីតែម្ដងដោយសិនសុផាណាត់សុផាណាត់រកបានគ្រាប់បាល់ទី3ឲ្យក្រុមភ្ញៀវវិសាខាហើយក៏ជាគ្រាប់បាល់ចុងក្រោយនៃការប្រកួតនេះផងដែរអាជ្ញាកណ្ដាលប្លង់កញ្ចែបញ្ចប់ការប្រកួតយើងឃើញលទ្ធផលនិងពិន្ទុ3ពិន្ទុបានទៅវិសាខាតាម